សួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះកំពុងតែមើលសកម្មភាពគេកំពុងតែស្ទូចដែកដែលនៅអាដៃដបូដែលគេបាក់ធ្លាក់ពីលើនេះបងប្អូនដែលហាដៃដបូគេកំពុងស្ទូចដាក់លើឡានបងប្អូនគេយកឡានទៅស្ទូចដើម្បីយកដៃធ្លាក់យកក្នុងទឹកហើយដីបាក់នេះបងប្អូនសកម្មភាពគេកំពុងតែធ្វើនៅក្នុងទឹកដោយសារនេះគឺដោយសារទឹកវាហូរខ្លាំងបងប្អូនទឹកវាហូរខ្លាំងទៅវាច្រោះដីទៅធ្វើឲ្យដីនឹងបាក់ទៅបានធ្វើឲ្យគេថាធ្វើឲ្យសាលាកត់លោកហ្នឹងគឺធ្លាក់ចូលក្នុងទឹកទៅឥឡូវនេះក៏ហើយទីតាំងដែលនៅនេះគឺនៅវត្តជ្រោយឃុំដៃស្រុកកធុំខេត្តកណ្ដាលយើងបងប្អូននៅតែខ្ញុំចុះទៅស្រុកហើយយើងបានថតវីដេអូហ្នឹងបងប្អូនគឺបាក់ច្រាំងដីធំបងប្អូនហើយបាក់ច្រាំងនេះគឺបរិវេណវត្តជ្រោយឃុំដៃស្រុកកធុំខេត្តកណ្ដាលឥឡូវនេះកំពុងតែស្ទូចរៀបចំស្ទូចយកអាដែកដែលធ្លាក់ចូលក្នុងទឹកយកឡើងមកលើគោកដើម្បីយើងចាក់ស៊ីម៉ុងចាក់អីចាក់លសចាក់អីកុំឲ្យបិទទៅឥឡូវនេះកំពុងតែរៀបចំនៅស្រុកកំណើតខ្ញុំបងប្អូនស្រុកភូមិខ្ញុំគឺអញ្ចឹងឯងគឺនៅវត្តជ្រោយហើយមានអីទេបងប្អូនមានថតវីដេអូឲ្យបងប្អូនមើលហើយបងប្អូននៅដែលស្គាល់អីអាចមកមើលបានហើយក៏អាចចូលបច្ច័យលោកបានដែរតិចតួចទៅតាមសកម្លាំងសទ្ធាយើងខ្ញុំបានតែថតទៅខ្ញុំបានចូលដែរតែខ្ញុំអត់មានបច្ច័យដែរខ្ញុំបានថតហ្នឹងបាទផ្សព្វផ្សាយចឹងទៅបងប្អូនហើយគឺថាបងប្អូនណាស្គាល់កុំភ្លេចចូលមើលផងបងហើយនេះគឺបាក់ដីធំមកដល់រាល់ឆ្នាំគឺទឹកឡើងណាស់បងប្អូនទឹកឡើងហើយវាឡើងគិតលិចហើយជួនកាលដីវាបាក់ហ្នឹងបងប្អូនទឹកវាហូរខ្លាំងទៅសិលចាក់ថ្មការពារដីកុំឲ្យបីបាក់នេះបើយើងមិនចាក់អញ្ចឹងទេបងប្អូនដីនឹងដីបាក់ចូលព្រែកហ្នឹងហើយដោយសារកន្លែងហ្នឹងកន្លែងកាច់កញ្ជ្រោយកន្លែងនេះគឺបរិវេណនៅទឹកគៀតដល់ពើទឹកគៀតទឹកឡើងអញ្ចឹងទៅវាណែនទិសចឹងនេះស្ពានឆ្លងទៅឆ្លងមកនេះឆ្លងទៅខាងភូមិឃ្លាំងស្រុកខ្ញុំបងប្អូនគឺអញ្ចឹងឯងបងប្អូនហើយស្រុកខ្ញុំគឺមានតែប៉ុណ្្នឹងឯងហើយមានអីទេបងប្អូនគឺមានតែប៉ុណ្្នេះស្រុកភូមិខ្ញុំឆ្ងាត់ណាស់បងប្អូនមិនដូចទៅស្រុកភូមិគេអីទេម៉ូតូឆ្វេងឆ្វាយសម្រាប់ភូមិខ្ញុំគឺឆ្ងាត់ឈឹងអញ្ចឹងហើយទឹកគៀតយើងណែនទិសអញ្ចឹងឯងគេដើរគេបើកកណ្ដោកាត់បាននេះផ្លូវកណ្ដោផ្លូវគេមាននេះគេបើកទូបើកអីហើយសំខាន់បងប្អូនចូលមើលវីដេអូនេះហើយកុំភ្លេចជួយចុច like ចុច share មួយផងបើមិន share បានចុច like ក៏បានដែរបងប្អូននេះបងប្អូនខ្ញុំមិនថត admin ថតនេះបងប្អូនកំពុងតែនិយាយរឿងថានៅលើស្ពានអញ្ចឹងបងប្អូនគឺយើងមានស្ពានឆ្លងទៅឆ្លងមកស្រួលជាងមុនពីមុនធ្លាប់តែឆ្លងទូកឆ្លងអីឥឡូវពិបាកឥឡូវនេះគឺយើងជិះមានស្ពានឆ្លងឲ្យស្រួលហើយបងប្អូនតែមកស្រួលហើយលឿនទៀតអញ្ចឹងបងប្អូនកុំភ្លេចចូលមើលហើយកុំភ្លេចជួយចុច like មួយផងអរគុណកុំភ្លេចចូល comment មើលផងអរគុណបាយបាយសម្រាប់ការគ្រប់គ្រង admin នេះកំពុងតែដាច់ដៃហើយ admin ដាច់ដៃ